សួស្តីបងបង fan របស់ខ្ញុំត្រង់ FGS ហៅអក្សរកាត់ថា IF GS ប៉ុន្តែខ្ញុំហៅខ្លួនឯងថា F អង់គ្លេសអានថា F ដែរបងប្អូនណា FGS ស្រួល ស្រួលយល់ ហើយស្រួលអានណាអត់វែងអញណានៅអាច copy តាមបុកឲ្យវាវែងពេកខ្ញុំកាត់ណាអធិស្ឋានបងប្អូននៅសូមដូរឈ្មោះទៅវាវែងទាំងវីដេអូនេះខ្ញុំចង់បញ្ជាក់ប្រាប់បងប្អូនថាពីរបៀបប្រើប្រាស់ផ្លែល្អសម្រាប់យើងប្រើថ្នាំជ្រលក់ផ្លែណាចឹងបងប្អូនមើលម្នាក់ខ្ញុំប្រហែលគូ3នេះ4ទៀត7គូបងប្អូនណាចឹងសម្រាប់យើងសេរីតាមមន់វាមានគីឡូតូចគីឡូធំគីឡូមធ្យមអញ្ចឹងណាចឹងអ្វីដែលល្អគឺខ្ញុំចង់ជម្រាបប្រាប់បងប្អូនថាផ្លែ បើថ្មីគឺយើងត្រូវខាត់វាណាបាទខាត់វាឲ្យអស់ទៅអានេះខ្ញុំត្រាំហើយខ្ញុំដកទុកវិញវាឡើងច្រេះបន្តិចវាអត់ស្អាតយើងអត់សូវប្រើយើងផ្លែច្រើនចឹងយើងប្រើអាណាដែលកបអាណាឆ្នះញឹកយើងប្រើអាហ្នឹងអាណាអត់សូវឆ្នះយើងអត់សូវប្រើដែរបងប្អូនអានេះជំនឿណានេះជាមួយខ្ញុំដកអាគូទៀតអានេះអ្វីដែលខ្ញុំចង់ប្រាប់ក្នុងវីដេអូនេះគឺសំខាន់បងប្អូនត្រូវតែធ្វើមុខឲ្យហើយធ្វើមុខណាឲ្យផ្លែយល់ល្អមិនធ្វើអីណាកតុយកតុយធ្វើចង់ដៃឆាបធ្វើបងប្អូនយកតំណងឯងខ្ញុំជម្រាបបងប្អូនណាផ្លែបងប្អូនធ្វើតំណងក្រោមតំណងលើតែសួរអាការធ្វើតំណងហ្នឹងវាគុណភាពបងខ្ញុំថាធ្វើតំណងវាអត់គុណភាពទេដោយសារតំណងហ្នឹងវាចាក់មិនមែនចាក់ទៅធ្វើឲ្យយ៉ាសាច់មាន់ទេអ្វីដែលយ៉ាសាច់មាន់នេះបងចុងផ្លែបងប្អូនចុងផ្លែបងប្អូនចង់ធ្វើគុណភាពណាក៏មិនបាច់ធ្វើសៃមុខធ្វើឡើងណាដៃឆាប3ជ្រុងដែរមុខដែលល្អបងប្អូនធ្វើកតុយតុងដូចមុខកបិតអញ្ចឹងណានឹងចាក់អាយ៉ាធំអានឹងមន់ស្រាវមន់រត់លឿនហ្មងឈាមក៏ខ្លាំងដែរអានឹងបងប្អូនចង់ធ្វើកាចហ្នឹងលេងកាចសម្រាប់ជុលតំបន់កាចផ្លែកាចដូចគ្នានឹងកុំឲ្យថាអាគេកាចយើងមិនហ៊ានកាចមួយគេនឹងជម្រាបបងប្អូនថាឲ្យបើតំណងក្រោមតំណងលឿននឹងថាមិនបាច់ធ្វើទេដាក់ផ្លែមូលខ្ញុំចេះទៅមូលទៅបងប្អូនមូលខុសដូចគ្នាទេហើយបងប្អូនមុននឹងយកទៅដាក់ថ្នាំដោតផ្លែនេះបងប្អូនសៃមុខឲ្យហើយណាសៃមុខឲ្យស្អាតសំខាន់ណាស់បងប្អូនរឿងផ្លែរឿងសៃមុខនេះណាសំខាន់មែនតើសំខាន់ណាយើងសៃមុខឲ្យហើយគឺយើងអត់ត្រូវដល់ពេលយកទៅជុលឬក៏ពេលជុលយើងសៃមុខទៀតណាថ្នាំវាជាប់នៅក្នុងអាចុងផ្លែហ្នឹងព្រោះអាចុងផ្លែហ្នឹងគឺជាចុងមុនគេដែលចាក់ចូលសាច់មាន់មុនគេធ្លុះតាំងពីស្បែកទៅចង់ជម្រាបបងប្អូនអញ្ចឹងណាបងប្អូនអត់មានត្រូវទៅដល់ហើយលេងដោតផ្លែអញ្ចឹងយើងមិនដោតតាមផ្លែហ៎ហ្នឹងដោតតាមផ្លែអញ្ចឹងតែ5ថ្ងៃ1ម៉ោង2ម៉ោងដល់ពេលជុលហើយសារបងប្អូនដកចេញពីការត្រាំផ្លែមកបងប្អូនយកទៅសៃមុខសៃអស់វាដាច់អស់ជាថ្នាំអាជាថ្នាំដែលជាប់នៅក្នុងចុងផ្លែហើយឲ្យវាជ្រាបចូលក្នុងចុងផ្លែហ្នឹងបងប្អូនឃើញទេបាទហើយដល់ពេលបងប្អូនសៃមុខអស់ទៅវាដាច់ជាថ្នាំណាហើយអញ្ចឹងវាមិនសមមានសិទ្ធិភាពអញ្ចឹងអ្នកដែលយកថ្នាំទៅសូមកុំអីកុំសៃមុខយើងសៃឲ្យធ្វើហើយខ្ញុំដោតយកហាបងប្អូនឃើញសើមហ្នឹងទេគេដៃសើមហ្នឹងទេគាត់ណាចាក់មួយផ្លែដកមកពីជាប់ផ្លែមកគេអញ្ចឹងបងប្អូនបើយកទៅប្រើប្រើមិនគឺកុំនេះកុំអាចដកចេញពីផ្លែញ៉ាំទៅដល់កុំអាចដកចេញពីសោមកុំអាចដកផ្លែចេញពីក្នុងដបចាំដកគៀកជុលតែស្អីវាចាំដកចេញយើងទៅតផ្លែវាយទៅឬក៏យើងដាក់ក្នុងកាបូបដកលូកដកក្នុងកាបូបគ្មានអ្នកដឹងទេបងប្អូនដកមកឃើញសស្គួយគឺអត់មានឡើងប្រែពណ៌អត់ទេត្រាំទុក1ម៉ោង2ម៉ោងអត់ដែរបងប្អូនយកទៅប្រើដឹងប៉ុន្តែបងប្អូនមួយចំនួនដែលថាបងឃើញប្រែពណ៌ខាញខ្ញុំកុហកកាពិតនេះខ្ញុំយកអាផ្លែនេះផ្លែមង្គួតមួយនេះដែលយើងខានជុលមួយរយៈដល់ពេលហើយវាឡើងខ្មៅឡើងច្រេះអញ្ចឹងអាផ្លែនេះតើយកកដាស់ខាត់មិនជាថ្នាំគឺវាឡើងច្រេះឡើងស្នឹមអញ្ចឹងហ្មងផ្លែទុកយូរយើងអត់ប្រើវាត្រូវចំហាយទឹកប្រហែលអីចឹងណាអាចតែយើងជិះពេលភ្លៀងអីភ្លៀងកាបូបភ្លៀងអីដែរព្រោះយើងជិះម៉ូតូភ្លៀងតាមផ្លូវញឹកដែរស្រកចូលភ្លៀងអីចឹងវាឆ្លងស្នឹមអូខេនេះតើយកដាក់ខាត់អស់ដៃរੂចឹងអស់នេះអត់មានទេគឺតែពណ៌ដែរហើយបងប្អូនថាងឡើងខុសពណ៌ខ្លាចចិត្តឲ្យជុលខ្ញុំជម្រាបបងប្អូនខ្លះមក4មិនមែនតិចគ្នា20 30អីតែគាត់ហ៊ានយកគាត់ថាខ្លាចឡើងពណ៌នេះអត់ទេបងប្អូនឃើញដោតឲ្យដកវិញឃើញពណ៌ដែរ
បងប្អូនត្រាំទុកយូរគាត់នេះដែរលើកលែងខ្ញុំបញ្ជាក់បងប្អូនក្នុងវីដេអូលើកលែងបងប្អូនត្រាំទុកប្រហែលជា2 ថ្ងៃទៅ 3 ថ្ងៃ 2 ទៅ 3 ថ្ងៃអាហ្នឹងមិនឡើងពណ៌ឡើងស្នឹមមានកម្ៅអាហ្នឹងមែនតែអត់ឲ្យបងប្អូនត្រាំទាំងនេះព្រោះការណែនាំក្នុងវីដេអូខ្ញុំប្រាប់បញ្ជាក់បងប្អូនច្បាស់ណាឆាតជាមួយបញ្ជាក់ប្រាប់ច្បាស់ណាអូខេអញ្ចឹងអានេះពីរបៀបប្រើប្រាស់ផ្លែដាក់ត្រាំឲ្យមានទិដ្ឋភាពត្រឹមត្រូវអញ្ចឹងខ្ញុំមានតែប៉ុណ្ណឹងបងប្អូនណាជំរាបលាពីខ្ញុំអន្តរា FGI បាយ